មុនណាមុននេះមានរឿងអីមែនទេបងណារ៉ាគឺមានណាបងគឺក្រុមចាស់ស្មានមកចាប់ថាខ្ញុំលួចលុយពួកគេអញ្ចឹងហ៎ចុះអូនដោះស្រាយយ៉ាងម៉េចខ្ញុំដោះស្រាយរួចហើយមិនអីទេបងអញ្ចឹងបងធូរចិត្តបន្តិចអូនមិនទាន់ញ៉ាំបាយទេហ៎ណែម៉ាក់បងផ្ញើបាយមកឲ្យអូនណាខ្ញុំផ្ដាំអរគុណអ៊ំផងណាបងណារ៉ាថ្ងៃនេះហៅអ៊ំថ្ងៃក្រោយហៅម៉ាក់ក្មេកក៏ថាបានមិនបាច់អៀនមាត់ទេប្រហែលហើយរៀនហើយសិនតែអញ្ចឹងម៉ាក់គិតយ៉ាងម៉េចទៅស្អែកនេះមកណាភ្ជាប់ពាក្យហើយណាមិនទាន់ហួសពេលទេកូនកូនមានឱកាសភ្លាមក៏ចាប់យកផ្លែតទៅឬទេចាំម៉ាក់និយាយជាមួយប៉ាកូនឲ្យនាងមកណានោះមានអីល្អជាងកូនទៅបងណារ៉ាស្រឡាញ់វាមិនស្រឡាញ់កូនវាចេះតែប្រើមាយាដកខ្ញីហើយចេះប្រើមាយាស្ត្រីកូនទៅវាបានល្អជាងកូននោះអីវាចាញ់កូនដាច់កូនស្អាតជាងឆ្លាតជាងណែស្អាតជាងវាឆ្ងាញ់ណាស់ម៉ាក់យើងគួរធ្វើយ៉ាងម៉េចទៅពេលនេះម៉ាក់ក៏គិតមិនទាន់ចេញដែរតែថាយ៉ាងណាកូនស្រីម៉ាក់ត្រូវតែល្អជាងនាងនោះស្រាប់ហើយកូនមិនព្រមឲ្យវាល្អជាងកូនទេម៉ាក់ក៏មិនព្រមដែរបងណារ៉ាអូចាស្មីនហើយចុះពូមីងនិងម៉ូណាទៅណាហើយអាយ៉ាឱកាសល្អបានមកដល់ហើយកំពុងតែចង់ស្ទូចត្រីឥឡូវត្រីរត់ចូលទ្រូខ្លួនឯងត្មងហើយយ៉ាងម៉េចដែរចាស្មីនអត់ឮបងសួរទេហ៎អូចាបងម៉ូណានិងម៉ាក់ប៉ាទៅទិញរបស់ត្រៀមថ្ងៃស្អែកប្រហែលជាចិត្តមកវិញហើយបងណារ៉ាអង្គុយលេងសិនទៅខ្ញុំទៅយកទឹកមកឲ្យបាទបងណារ៉ាពិសាទឹកក្រូចស្រស់ៗហ្នឹងទៅបន្តិចទៀតណាបងម៉ូណានិងម៉ាក់គាត់មកវិញហើយចាំខ្ញុំខលទៅគាត់អូមិនអីទេចាស្មីនម្សិលមិញបងប្រាប់ម៉ូណាហើយណាថាបងជួបញ៉ាំបាយល្ងាចជុំគ្នាចាអបផងណាបងណារ៉ាបាទគ្រប់យ៉ាងជារបស់នាងម៉ូណាត្រូវតែខ្លាចជារបស់ខ្ញុំសូម្បីតែបងណារ៉ាបងណារ៉ាយ៉ាងម៉េចនឹងបងនេះគឺដល់វេលារបស់ពួកយើងហើយណាបងណារ៉ាស្អែកនេះកូនម៉ាក់នឹងខ្លាចជាគូដណ្ដឹងរបស់គេហើយម៉ាក់សប្បាយចិត្តណាស់ដែលក្មួយម៉ូណាបានមនុស្សល្អដូចជាក្មួយណារ៉ាមកធ្វើជាគូជីវិតអរគុណហើយម៉ាក់អរគុណហើយមីងអរគុណខ្លាំងណាស់តោះល្ងាចនេះក្មួយណារ៉ាមកញ៉ាំបាយនៅផ្ទះយើងអញ្ចឹងយើងប្រញាប់ធ្វើម្ហូបសិនទៅចាស់ម៉ាក់អ្នកណាគេមកញ៉ាំនៅទីនេះប្រហែលចាស់ស្មីនហើយម៉ាក់នោះស្បែកជើងប៉ាមែនទេអត់ទេតែដូចជាប្រហែលស្បែកជើងអ្នកណាគេមកនៅទីនេះជួយផងហាកូនចាស់ស្មីនហាកូនចាស់ស្មីនហាពុទ្ធោកូនចាស់ស្មីនបងម៉ូណាជួយខ្ញុំផងបងនារៈគាត់ចាប់បង្ខំខ្ញុំបងម៉ូណាខ្ញុំខ្លាចណាស់បងជួយខ្ញុំផងម៉ូណា
មិនមែនដូចអូនគិតទេបងមិនដឹងអីទេបងក៏ឆ្ងល់ដែរមិនក៏បងនៅទីនេះ អាថោកទៀតឯងហ៊ានធ្វើបាបកូនស្រីអញផងឯងនេះប្រហិនណាស់ភីមខលហៅប៉ូលីសមកអូសក្បាលវាទៅដាក់គុកទៅម៉ាក់ជួយកូនផងម៉ាក់កូនខ្លាចកូនអត់ចង់ចឹងទេបងនារីគាត់បង្ខំខ្ញុំរអើមខ្លួនឯងណាស់ម៉ាក់អូហូយម៉ាក់នឹងអូសក្បាលវាចូលគុកណាកូនកុំអីម៉ាក់កុំធ្វើអញ្ចឹងអីកូនខ្មាស់គេណាកូនមិនចង់ឲ្យរឿងនេះលឺចេញទៅខាងក្រៅទេកូនប្រកាសជាសម្រាប់ខ្លួនមិនខាន នរៈមើលមុខម៉ូណាដោយសុំការយល់ចិត្តពីនាងម៉ូណាបងមិនបានធ្វើអីចាស់មីនមែនណាអូនគួរតែជឿបងបានហើយបងនារៈនៅលើក្រែជាមួយនឹងចាស់មីនហើយបងនិយាយថាគ្មានធ្វើអីទៀតមែនទេមានតែមនុស្សឈួតទៅជឿបងកន្លងមកខ្ញុំទុកចិត្តមនុស្សខុសខ្ញុំស្ដាយក្រោយណាស់ដែលស្រឡាញ់ប្រុសដូចបងម៉ូណាសូមអូនជឿបងទៅណាបងសូមវល់បងមិនបានធ្វើអីចាស់មីនទេបងមិនដឹងពិតមែនបងម៉ូណាខ្ញុំសុំទោសខ្ញុំព្យាយាមគេចពីបងនារៈហើយប៉ុន្តែគាត់និយាយថាគាត់ចង់បានខ្លួនខ្ញុំទាំងដែលខ្ញុំប្រាប់ថាគាត់ចិត្តរៀបការជាមួយបងខ្ញុំសុំវល់គាត់ហើយតែគាត់មិនស្ដាប់ទេនាងកុហកមិនពិតទេចាស់មីនហេតុអីក៏នាងធ្វើអញ្ចឹងហ៎ប្រុសស្អីក៏ថោកទៀតម្លេះអូយបងម៉ូណាកុំខឹងអីបងខ្ញុំសុំទោសខ្ញុំស្អប់ខ្លួនឯងណាស់ដែលទុកចិត្តបងនារៈគាត់មកលេងផ្ទះថាមកញ៉ាំបាយល្ងាចជាមួយបងហើយខ្ញុំនៅផ្ទះម្នាក់ឯងប៉ាក៏មិននៅគាត់ក៏ចាប់ខ្ញុំរំលោភតែម្ដងណាបងម៉ូណាបងជួយរកភាពយុត្តិធម៌ឲ្យខ្ញុំផងណាបងម៉ាក់ជួយខ្ញុំផងយើងមិនគួរណាមើលឯងថាជាមនុស្សល្អទេអាដេរឆានឯងហ៊ានរំលោភកូនអញនឹងអូសក្បាលឯងឲ្យឯងដេកគុកអស់មួយជីវិតបងនីនចិត្តត្រជាក់សិនទៅចាស់ស្មីនត្រូវអាចឆ្កែនេះរំលោភហើយណាអូនឯងឲ្យបងចិត្តត្រជាក់ទៀតអីមានរឿងអីនឹងប៉ាជួយកូនផងណាប៉ាណាតើមានរឿងអីកូនប្រាប់ប៉ាមកអ្នកណាធ្វើបាបកូនប៉ាជួយកូនផងកូនត្រូវបងនារៈរំលោភពុទ្ធោកូនស្រីប៉ាគឺជាឯងមែនទេដែលជាអ្នករំលោភកូនអញប៉ាកូនចង់ទៅស្លាប់ទេហើយកូនក៏មិនចង់រស់ទៀតដែរចាស់មីនកុំគិតខ្លីអសនណាកូនប៉ានឹងមិនលើកលែងទោសឲ្យវាទេនីនអូនជាម្ដាយគេរបៀបម៉េចហើយមិនក៏ឲ្យគេរំលោភកូនបងអញ្ចឹងហ៎អូនឯងមិនសមជាម្ដាយគេទេប៉ាមិនក៏បន្ទោសម៉ាក់ទៅវិញម៉ាក់គាត់មិនចង់ឲ្យមានរឿងចឹងកើតឡើងទេអូនសុំទោសអូនមិនគួរឲ្យមានរឿងចឹងកើតឡើងទេបងស្អិតអូនក៏មិននឹកស្មានដែរថាអាម្នាក់នេះជាប្រុសថោកទាបដល់ម្លឹងវាចិត្តរៀបការជាមួយកូនម៉ូណាហើយនៅមកចាប់ចាស់ស្មានរំលោភទៀតបានហើយមកពីអូនឯងនឹងហើយមិនចេះមើលថែកូនបងទេប៉ាកូនខ្លាចណាស់ភីមខលទៅប៉ូលីសទៅអូក្បាលវាចូលគុកកុំអីប៉ាកូនខ្មាស់គេណាបើដំណឹងនេះចេញទៅក្រៅនោះធ្វើយ៉ាងម៉េចអូឈឺខ្លាំងទេកូនណាឈឺខ្លាំងទេមិនបាច់ប្តឹងប៉ូលីសទេវារំលោភវាត្រូវតែទទួលខុសត្រូវម៉ូណាពូមីងខ្ញុំមិនបានធ្វើបាបចាស់ស្មីនទេខ្ញុំពិតជាមិនដឹងខ្លួនពិតមែនទទួលស្គាល់ទៅថាលោករំលោភប្អូនស្រីរបស់ខ្ញុំទទួលស្គាល់ទៅថាលោកជាមនុស្សប្រុសដែលថោកទាបបំផុតប៉ាម៉ាក់ខ្ញុំនឹងប្រុសម្នាក់នេះមិនត្រូវជាអ្វីនៅគ្នាទេពិធីភ្ជាប់ពាក្យក៏មិនបាច់មានដែរគេធ្វើខុសលើប្អូនចាស់ស្មីនអ្នកដែលភ្ជាប់ពាក្យជាមួយគេគួរតែជាអូនចាស់ស្មីនម៉ូណាតែបងស្រឡាញ់អូនបងមិនបានស្រឡាញ់ចាស់ស្មីនទេ
តើបងទៅរំលោភចាស់ស្មីនធ្វើអីអាចចង្រៃបើឯងមិនរំលោភកូនអញអ្មិនក៏ឯងនៅទីនេះកូនអញប្រាប់ហើយថាឯងរំលោភបើឯងនៅតែមិនទទួលស្គាល់កំហុសឯងនឹងដេកគុកហើយម៉ូណាកូនម៉ូណាទៅណាក្មួយឯងត្រូវតែរៀបការជាមួយកូនចាស់ស្មីនលោកប៉ាបើឯងមិនទទួលខុសត្រូវទេឯងដេកគុកមួយជីវិតខ្ញុំព្រមដេកគុកក៏មិនទទួលស្គាល់រឿងនេះដែរព្រោះខ្ញុំមិនបានធ្វើខុសហើយអាចចង្រៃនេះប៉ាកុំឲ្យមានរឿងនេះចេញទៅក្រៅឲ្យសោះណាប៉ាណាឯងពូមីងខ្ញុំសុំពេលបន្តិចបានទេបើខ្ញុំរកផតាំងមកបញ្ជាក់ថាបើខ្ញុំមិនបានធ្វើខុសខ្ញុំសូមរៀបការជាមួយម៉ូណាដដែលតែបើខ្ញុំរកមិនបានថាខ្ញុំស្អាតស្អំខ្ញុំព្រមដេកគុកកាមេរ៉ាផ្ទះពូមានដូច្នេះយើងទៅមើលទៅឯងហើយប៉ាខ្ញុំវិលមុខណាចាំប៉ានាំកូនទៅពេទ្យចាស់ស្មីនទៅសម្រាប់បន្ទប់ម៉ូណាសិនទៅកូនបងបីកូនទៅនីនអូននាំអាម្នាក់នេះទៅផ្ទះវាហើយប្រាប់ម្ដាយវាទៅបើវាមិនទទួលខុសត្រូវគឺដេកគុកប៉ាកូនខ្មាស់គេណាប៉ាកូនគ្មានមកឯណាទៅជួបអ្នកដតីទេបើបងនៅរយៈមករៀបការជាមួយកូនមិនចង់រកបន្តទៀតទេចាស្មីនមិនអីទេណាកូនកូនកុំខ្លាចអីប៉ាមិនឲ្យវារួចខ្លួនងាយទេប៉ាកូនខ្មាស់គេណាប៉ាកូនគ្មានមកឯណាទៅជួបអ្នកដតីទេបើបងនៅរយៈមករៀបការជាមួយកូនមិនចង់រកបន្តទៀតទេវាត្រូវតែទទួលខុសត្រូវនៅកំហុសរបស់វាបន្តិចទៀតម៉ាក់ឡាលីននឹងមកដល់ហើយគាត់នឹងនៅមើលថែកូនមិនឲ្យភ័យខ្លាចទេប៉ាមានតែប៉ាទេដែលស្រឡាញ់កូនប៉ាស្រឡាញ់កូនស្មើនឹងជីវិតប៉ាកូនចាស់ស្មីនកូនយ៉ាងម៉េចហើយកូនឡាលីនជួយលួងលោមចាស់ស្មីនផងមុននេះនាងត្រូវអនុរិយចាប់បង្ខំកុំខ្លាចអីចាស់ស្មីនម៉ាក់នៅទីនេះហើយណារឿងនេះបងសិនដោះស្រាយដោយរបៀបណាគឺពេលនេះនីនបាននាំអនុរិយទៅជួបម៉ាក់វាហើយបើវាមិនទទួលខុសត្រូវវាច្បាស់ជាដេកគុកមិនខានបងសិតរឿងនេះមិនមែនតាមតែចិត្តនរៈទេទោះបីជាដេកគុកក៏ចាស់ស្មីនក៏ខូចឈ្មោះដដែលនឹងយ៉ាងណាទំនួលខុសត្រូវគឺត្រូវតែជាកូនប្រុសជាអ្នកទទួលខុសត្រូវព្រោះកូនប្រុសជាអ្នកធ្វើរឿងនេះបងនឹងចាត់ការឲ្យបានល្អបំផុតបងមិនឲ្យចាស់ស្មីនខាតបងទៅទេចាស់ស្មីនកូននៅជាមួយម៉ាក់ឡាលីនសិនទៅប៉ាទៅដោះស្រាយរឿងនេះសិនចាប៉ាចាចាស់ស្មីនជាកូនរបស់អូនដែរអូនមិនព្រមឲ្យរឿងនេះចប់ស្រួលទេបងសិតមិនបាច់ភ័យទេណាចាស់ស្មីនរឿងកាមេរ៉ាមកបានចាត់ការរួចហើយគ្រប់យ៉ាងវារលូននរៈខ្លាចជារបស់កូនម៉ាក់កូនអរគុណម៉ាក់ច្រើនណាស់ដែលជួយកូនពេលនេះបងនរៈច្បាស់ជាខ្លាចជាប្តីកូនហើយនាងម៉ូណាក៏ត្រូវបាត់បង់គ្រប់យ៉ាងដែរចាស់ស្មីនជាកូនរបស់ម៉ាក់រឿងអីដែលម៉ាក់ឈរមើលកូនខ្លួនឯងឈឺចាប់ព្រោះតែនាងម៉ូណានោះពេលនេះកូនស្រីម៉ាក់ត្រៀមខ្លួនទៅគ្រប់យ៉ាងនឹងខ្លាចជារបស់កូនទាំងអស់ម៉ាក់ពេលណាប៉ានិងម៉ាក់រស់នៅជួបជុំគ្នាគឺកូនគិតមើលទៅម៉ាក់នៅជាមួយបងសកុនម៉ៃទ្រព្យក៏ច្រើនកូននៅជាមួយប៉ាសិនទ្រព្យក៏ច្រើនពេលណាមានឱកាសគ្រប់យ៉ាងជារបស់យើងហើយម៉ាក់និងប៉ាគង់តែអាចរស់នៅជាមួយគ្នាបានជាមិនខានមិនយូរទេកូននឹងខ្លាចជាកូនស្រីសេដ្ឋីនេះហើយប្រកាសណាស់កូនម៉ាក់នីនមកអង្គុយលេងមកពេលនេះអញប្រាប់ម្ដាយអញទៅថាអញបានធ្វើអីលើកូនស្រីយើងនរៈមានរឿងអីកូនម៉ាក់
កូនមិនបានធ្វើទេកូនត្រូវគេចោទប្រកាន់ ថោកទាបណាស់កូនស្រីខ្ញុំត្រូវឯងចាប់រំលោភយើងឃើញឯងស្រាប់នៅលើក្រែកូនស្រីយើងហើយឯងនៅប្រកែកទៀត អនុរិយបើឯងមិនទទួលខុសត្រូវកូនចាស់ស្មីនទេឯងត្រូវតែដេកគុក នរៈកូនរំលោភអ្នកណាគេហា វារំលោភកូនខ្ញុំវារំលោភចាស់ស្មីន នរៈមិនក៏ឯងធ្វើអញ្ចឹងហាឯងនេះអាក្រក់ណាស់ឯងធ្វើអញ្ចឹងធ្វើអីឯងមិនអាណិតក្មួយម៉ូណាទេអីហាក្រែងឯងថាស្រឡាញ់គេមិនអញ្ចឹងអីហា អត់ទេម៉ាក់កូនមិនបានធ្វើឲ្យចាស់ស្មីនទេកូនទៅផ្ទះពូសិនចាស់ស្មីនក៏យកទឹកផ្លែឈើមកឲ្យកូនផឹកបន្ទាប់មកកូនក៏លែងដឹងអីពេលដែលដឹងខ្លួនមកក៏នៅលើគ្រែរបស់ចាស់ស្មីនទៅហើយអាចចង្រៃឯងនេះឯងចង់ចោទថាកូនអញចាប់រំលោភឯងមែនទេកូនអញមិនថោកទាបអញ្ចឹងទេ កូនប្រុសខ្ញុំមិនមែនជាមនុស្សអាក្រក់ទៅធ្វើបាបមនុស្សស្រីទេរឿងនេះប្រកាសជាមានអ្វីមិនល្អហើយ ខ្ញុំសូមពេលរកផតាំងមកបញ្ជាក់ណាមីង មែនហើយខ្ញុំផ្ទះនៅជាប់នេះទេហើយខ្ញុំក៏មិនរត់ទៅណាដែរបើកូនខ្ញុំវាធ្វើខុសមែនយកវាទៅដាក់គុកចុះ ខ្ញុំត្រូវការឲ្យវាទទួលខុសត្រូវរៀបការជាមួយកូនស្រីខ្ញុំអត់ទេខ្ញុំដេកគុកក៏ខ្ញុំមិនរៀបការដែរម៉ាក់ខ្ញុំស្រឡាញ់ម៉ូណាខ្ញុំមិនបានស្រឡាញ់ចាស់ស្មីនទេ សិតខ្ញុំសូមវល់ចុះណាទុកពេលឲ្យកូនខ្ញុំរកផុសតាងមកបញ្ជាក់បន្តិចទៅហើយរឿងរៀបការនេះខ្ញុំមិនអាចសម្រេចបានទេបើកូនខ្ញុំមិនព្រមរៀបការខ្ញុំសុំបងសំណងឬក៏ដេកគុកក៏បានបើបងភួងអះអាងអញ្ចឹងទៅហើយបងសិតស្ងប់ចិត្តបន្តិចសិនទៅ យើងទុកពេលឲ្យឯងមួយអាទិត្យ